បងជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំបាទ YP ហើយថ្ងៃនេះដែរយើងមកតសាច់រឿង anime របស់យើងបន្តទៀតដោយនៅពេលដែល Akane បើកភ្នែកមកនាងក៏ដឹងខ្លួនថានាងកំពុងតែនៅផ្ទះរបស់ Yamada ដែល Yamada របស់យើងគេគឺជា streamer ក៏ដូចជា pro player អ្នកទាំងអស់គ្នាដែល Yamada របស់យើងគេចាយលុយពី sponsor របស់ game នឹងផ្ទាល់ហ្មងនិយាយទៅលុយមែនតើហើយនៅពេលដែល Yamada ឃើញ Akane ភ្ញាក់ Yamada ក៏បានដើរទៅជិត Akane ដែលពេលនោះធ្វើឲ្យ Akane របស់យើងគិតថាអបិ Yamada នឹងមកចាប់រំលោភនាងអ្នកទាំងអស់គ្នាហើយ Akane របស់យើងក៏បានសួរអបិនឹងថាតើយប់មិញពួកយើងទាំងពីរអត់ដែរណា one night stand មែនតែ Yamada របស់យើងឆ្លើយថាអត់ទេយប់មិញពួកគេអត់មានបាន one night stand អីគេព្រោះយប់មិញហ្នឹង Akane របស់យើងផឹកច្រើនពេកធ្វើឲ្យនាងអត់អាចទៅផ្ទះកើតអញ្ចឹងហើយអបិ Yamada ក៏បានយកនាងមកដេកនៅក្នុងផ្ទះរបស់គាត់មួយយប់ដែលអបិ Yamada អត់ដាច់ចិត្តទុក Akane ចោលអ្នកទាំងអស់គ្នាដោយសារតែខ្លាចណាគេធ្វើអីអត់ល្អលើនាងអញ្ចឹងហើយគំនិតអីផ្ដេសផ្ដាស់លើអបិ Yamada យើងអ្នកទាំងអស់គ្នាមនុស្សគេចូលចិត្តលេងតែហ្គេមមកថាគេ one night stand អីណាយ៉ាប់ហ្មងអាចារ្យ Akane បន្ទាប់មក Yamada របស់យើងក៏បានប្រាប់ Akane ថារ៉ូបរបស់ Akane ដែលនាងពាក់ម្សិលមិញ Yamada របស់យើងបានបោកឲ្យ Akane ហើយដែលរ៉ូបរបស់ Akane ពាក់កាលពីម្សិលមិញហ្នឹងវាប្រឡាក់ពេកអញ្ចឹងទៅ Yamada ក៏បានដោះយកទៅបោកឲ្យយីអាប៉ែនេះខូចដោះរ៉ូបគេចេញទៀតហើយនៅក្នុងអំឡុងពេលនោះដែរ Yamada របស់យើងក៏បានសួរ Akane ថាបើ Akane អស់ការអីហើយឲ្យនាងចេញពីផ្ទះរបស់គាត់ទៅព្រោះ Yamada របស់យើងអត់ទ្រលាប់មានមនុស្សស្រីនៅផ្ទះអ្នកទាំងអស់គ្នាណាមួយ Yamada របស់យើងអត់ចង់ឲ្យអាចារ្យ Akane គិតអាក្រក់មកលើគាត់អ្នកទាំងអស់គ្នាបន្ទាប់ពី Akane របស់យើងចេញពីផ្ទះរបស់ Yamada នៅពេលដែល Akane មកដល់ផ្ទះនាងក៏បានទៅងូតទឹកផ្លាស់ក្អៅហើយនៅក្នុងអំឡុងពេលដែល Akane របស់យើងកំពុងតែម៉ាស្សាមុខនាងក៏ចាប់អារម្មណ៍ថានាងបាត់ខ្សែកនៅពេលនោះ Akane របស់យើងក៏អង្គុយរនឹកនៅពេលដែលពួកគេកំពុងតែផឹកស្រានៅក្នុងហាងខ្សែកនឹងនៅជាប់នឹងនាងទេនៅពេលអង្គុយរនឹកមកសន្ទុះហើយទើបនាងចាប់អារម្មណ៍ថាប្រហែលខ្សែកនឹងបាត់នៅតែអបិ Yamada អ្នកទាំងអស់គ្នាហើយ Akane របស់យើងក៏អត់មានវិធីសាស្ត្រអីដើម្បីទៅយកខ្សែកនឹងវិញដែរដោយមុននេះ Akane របស់យើងយល់ច្រឡំថាអបិ Yamada នឹងមកចាប់រំលោភនាងអ្នកទាំងអស់គ្នាអំឡុងពេលហ្នឹង Akane របស់យើងក៏បានទាញ laptop ដើម្បីបើកចូលហ្គេមហើយនាងសង្ឃឹមថានៅពេលដែលនាងចូលទៅនឹងជួបអបិ Yamada ហើយនៅពេលដែល Akane យើងចូលទៅក៏បានជួបនឹងក្មេងស្រីម្នាក់ដែលនាងមានឈ្មោះថា Rurehime ដែល Rurehime គឺជា friend របស់ Akane នៅក្នុងហ្គេមអ្នកទាំងអស់គ្នាហើយក្នុងអំឡុងពេលនោះ Akane របស់យើងក៏បាននិយាយជាមួយ Rurehime ពីនេះពីនោះហើយ Akane របស់យើងក៏បានប្រាប់ Rurehime ថានាងត្រូវបានសង្សាររបស់នាងសុំនាងបែកហើយ Akane របស់យើងនិយាយគ្នាបដាសម្លឹងមើលអបិ Yamada បដាតែ Yamada របស់យើងបាន offline បាត់ទៅហើយគាត់អត់បានចូលហ្គេមទេបន្តិចក្រោយមក Yamada របស់យើងក៏បាន online ដែលពេលនោះ Rurehime ក៏បានរត់ទៅទទួល Yamada ហើយនៅពេលដែលពួកគេនិយាយគ្នាមួយសន្ទុះហើយ Rurehime ក៏បានឲ្យ Yamada ហ្នឹងទៅនិយាយលេងជាមួយ Akane ប៉ុន្តែ Yamada របស់យើងអត់ទៅអ្នកទាំងអស់គ្នាដោយ Akane របស់យើងទៅយល់ច្រឡំថាអបិ Yamada ហ្នឹងចង់ចាប់រំលោភនាងអញ្ចឹងទៅក៏អត់ចង់និយាយជាមួយ Akane ច្រើនដែរហើយនៅក្នុងអំឡុងពេលនោះ Yamada របស់យើងក៏បានសួរ Rurehime ថាតើពីណាគេយក item កាកយកមកដាក់នៅក្នុង storage របស់គាត់តែ Rurehime ក៏បានឆ្លើយថានាងក៏អត់ដឹងដូចគ្នាប៉ុន្តែ item នេះអាចប្រើការកើតសម្រាប់ឲ្យ player ថ្មីដែលចូលមកលេងអ្នកទាំងអស់គ្នាតែចំពោះ Yamada វិញ item ចឹងគឺកាកសម្រាប់គាត់អ្នកទាំងអស់គ្នាហើយ Rurehime ក៏បាននិយាយថាតើនរណាគេណោះយក item ចឹងមកដាក់នៅក្នុងនឹងស្រាប់តែពេលនោះ Akane របស់យើងលើកដៃអ្នកទាំងអស់គ្នាដោយថានាងអ្នកយកមកដាក់ដោយ Akane របស់យើងខំ farm ចង់ងាប់នាំបានប៉ុណ្ណឹងអ្នកទាំងអស់គ្នាតែអបិ Yamada ថាកាកហើយនៅពេលនោះ Yamada របស់យើងក៏បានស្ដីឲ្យ Akane ដែលធ្វើឲ្យ Akane របស់យើងអន់ចិត្តខ្លាំងមែនទែនតាំងពីថ្ងៃដែល Yamada ស្ដីឲ្យ Akane នឹងមក Akane ក៏អត់បានចូលហ្គេមទៀតអ្នកទាំងអស់គ្នាដែល Akane របស់យើងអន់ចិត្តនឹងពាក្យសម្ដីដែល Yamada ស្ដីឲ្យនាងអញ្ចឹងអ្នកទាំងអស់គ្នាហើយយើងក៏លេចមកមើល Yamada ឯនេះវិញនៅពេលដែលគេចេញពីហ្គេមគេក៏បានដើរទៅរកទឹកញ៉ាំសប្តាហ៍ពេលនោះគេក៏បានដើរជន់ខ្សែករបស់ Akane ដែលធ្វើឲ្យខ្សែកនឹងបាក់ជាពីរអ្នកទាំងអស់គ្នាហើយ Akane របស់យើងវិញនៅពេលដែលយប់ឡើងនៅពេលដែលនាងគេនាងក៏បានយកសពអាក្រក់ហើយ Akane របស់យើងយកសពឃើញសង្សារចាស់ក៏ដូចជាសង្សារថ្មីមកតាមលងបន្លាចនាងអ្នកទាំងអស់គ្នាដែលយើងអាចនិយាយបានថា Akane របស់យើងអត់ទាន់ដាច់ចិត្តពីសង្សារចាស់ 100% ទេហើយនៅពេលស្អែកឡើង Akane របស់យើងក៏បានណាត់ជាមួយ Momo ដើម្បីទៅញ៉ាំអីជុំគ្នានិយាយរឿងក្នុងចិត្តដែលពេលនោះ Akane របស់យើងប្រាប់ Momo ថានៅយប់មិញនេះនាងយកសពឃើញសង្សារចាស់ក៏ដូចជាសង្សារថ្មីមកលងបន្លាចនាងហើយនៅពេលនោះ Akane របស់យើងក៏បាននិយាយថាឲ្យ
ម៉ូនោះមកជួយលួងលោមនាងតិចមកព្រោះនាងពិបាកចិត្តខ្លាំងណាស់នៅពេលដែលឃើញសង្សារថ្មីក៏ដូចជាសង្សារចាស់នៅជាមួយគ្នាអញ្ចឹងតែពេលនោះអគ្គនេយ៍របស់យើងអត់មានបានលួងលោមអីទេក៏បានបាញ់អគ្គនេយ៍ចុកហ្មងអ្នកទាំងអស់គ្នាដោយនាងនិយាយថាអគ្គនេយ៍របស់យើងតាំងពីស្រឡាញ់អបិថាគុម៉ានឹងមកអគ្គនេយ៍របស់យើងបានផ្លាស់ប្ដូរច្រើនណាស់ហើយនៅពេលដែលត្រូវម៉ូឌៀឡើងស្ពឹកមុខដូចជាយកកបិតចាក់ពីមុខពីក្រោយហើយអគ្គនេយ៍របស់យើងក៏បានចេញពីកន្លែងញ៉ាំអីនោះដែលនៅពេលដែលអគ្គនេយ៍របស់យើងដើរបន្តិចស្រាប់តែនាងឃើញសិស្សសាលា2នាក់កំពុងតែសារភាពស្នេហ៍ទៅកាន់សិស្សច្បងដែលនៅពេលនោះអគ្គនេយ៍របស់យើងអត់ខ្វល់ទេដែលនាងគិតថាកាលជំនាន់ដែលនាងនៅរៀនក៏ធ្លាប់មានដែរអាចចឹងដែលសិស្សប្អូនទៅសារភាពស្នេហ៍ទៅកាន់សិស្សច្បងចឹងណាអ្នកទាំងអស់គ្នាហើយនៅអំឡុងពេលដែលអគ្គនេយ៍របស់យើងដើរប្រហែលបាន 3-4 ម៉ែត្រនាងក៏បានឮសំឡេងដូចប្រហែលដល់ពេលអគ្គនេយ៍របស់យើងងាកមកអបិយមតាអ្នកទាំងអស់គ្នាដែលពេលនោះកំពុងតែមានសិស្សសាលា2នាក់មកសារភាពស្នេហ៍ទៅកាន់យមតាតែអបិយមតាយើងអត់ខ្វល់ទេអ្នកទាំងអស់គ្នាដែលគាត់បាននិយាយថាឥឡូវចប់នៅបើចប់ហើយគាត់បញ្ញាប់ទៅវាយមេបែបចប់និយាយទៅអបិយមតានេះអត់មានខ្វល់ពីរឿងស្នេហាហ្មងអ្នកទាំងអស់គ្នាគេខ្វល់តែពីហ្គេមឯងហើយអំឡុងពេលដែលយមតាដេញសិស្សស្រី2នាក់នោះចេញហើយអគ្គនេយ៍របស់យើងក៏បានរត់មកសួរគេដោយអគ្គនេយ៍សួរថាតើសិស្សស្រី2នាក់មិញដែលមកសារភាពស្នេហ៍ប្រាប់គេហ្នឹងតើយមតាព្រមអត់ដែលថាយមតារបស់យើងលេលើហ្មងអ្នកទាំងអស់គ្នាដែលគេថាមិញហ្នឹងគេមកសារភាពស្នេហ៍ខ្ញុំអត់ដឹងផងចប់ហ្មងប្រូយមតាយើងបន្ទាប់មកយមតារបស់យើងនិងអគ្គនេយ៍ក៏បានដើរនិយាយគ្នាតែ2នាក់ហើយនៅពេលនោះយមតារបស់យើងក៏បានទាញខ្សែកដែលគាត់បានជន់បាក់យកមកឲ្យអគ្គនេយ៍ហើយគាត់ក៏បានសុំទោសអគ្គនេយ៍ដែលថាដែលគាត់ធ្វើឲ្យខ្សែកនេះបាក់អញ្ចឹងគាត់ពិតជាសុំទោសមែនតើហើយពួកគេក៏ដើរនិយាយគ្នាតែ2នាក់តែដែលថាលើកនេះពួកគេនិយាយគ្នាបែបសោះកក្របន្តិចអ្នកទាំងអស់គ្នាដោយពីមុនអាចារ្យយគ្គនេយ៍យើងមិនយល់ច្រឡំថាបិយមតានឹងមកចង់ចាប់រំលោភនាងដែលអញ្ចឹងទៅធ្វើឲ្យ2នាក់គេនិយាយដូចសោះកក្រហ្មងអត់មានជាតិមានជើតថែមប៊ីចេងស្ករតិចបានមានជាតិមានជើហើយនៅអំឡុងពេលដែលពួកគេនិយាយគ្នាចប់ហើយមេឃក៏ចាប់ផ្ដើមបង្អុរភ្លៀងល្មមដែលពេលនោះអគ្គនេយ៍របស់យើងក៏បានរត់ទៅផ្ទះដោយមានទទួលឆាត់ទទួលអីអ្នកទាំងអស់គ្នានាងរត់ទៅទាំងមេឃភ្លៀងចឹងមកដែលពេលនោះធ្វើឲ្យយមតារបស់យើងក៏បានហៅនាងហើយនិយាយប្រាប់នាងថាណែយកឆាត់របស់គេទៅហើយមិនបាច់ចាំសងគេទេព្រោះយមតារបស់យើងជាប្រុសចឹងគេទៅផ្ទះគេអត់មានបញ្ហាអីអ្នកទាំងអស់គ្នាយ៉ាប៉ែនេះចេះ take care ចេះអីដែរប៉ុន្តែដល់ពេលសួររឿងស្នេហាដូចមិនលុះដល់ពេលព្រឹកឡើងយើងក៏លេចទៅមើលផ្ទះអគ្គនេយ៍វិញក៏មាន delivery ដឹកអវ៉ាន់មកដល់មុខផ្ទះនាងឡើងច្រើនហ្មងអ្នកទាំងអស់គ្នាដែលអវ៉ាន់ទាំងអស់នោះគឺផ្ញើចេញពីផ្ទះរបស់អគ្គនេយ៍នៅឯស្រុកអ្នកទាំងអស់គ្នាដែលផ្ទះអគ្គនេយ៍នៅស្រុកហ្នឹងម៉ាក់របស់អគ្គនេយ៍បានយកបន្ទប់អគ្គនេយ៍ធ្វើជាបន្ទប់ហាត់យូហ្គាអញ្ចឹងទៅអវ៉ាន់ដែលនៅក្នុងបន្ទប់អគ្គនេយ៍ទាំងអស់ម៉ាក់របស់អគ្គនេយ៍ក៏បានផ្ញើមកឲ្យអគ្គនេយ៍នៅឯទីក្រុងដែលពេលនោះធ្វើឲ្យអគ្គនេយ៍របស់យើងត្រូវរៀបចំបន្ទប់ឡើងវិញហើយអគ្គនេយ៍របស់យើងក៏បានខលទៅម៉ូដើម្បីឲ្យមកជួយរៀបបន្ទប់របស់នាងអំឡុងពេលពួកគេដែលកំពុងរៀបចំអវ៉ាន់ទុកហើយអវ៉ាន់ណាដែលអត់ប្រើការអត់ប្រយោជន៍យកទៅបោះចោលទៅទីបំផុតអគ្គនេយ៍របស់យើងក៏បានកាត់ចិត្តពីអបិថាគូម៉ាដាច់ដែលអគ្គនេយ៍របស់យើងកាត់ចិត្តដាច់ដោយសារតែម៉ូឌៀអ្នកទាំងអស់គ្នាហើយខ្សែកដែលថាគូម៉ាឲ្យអគ្គនេយ៍ដែលត្រូវយមតារបស់យើងជន់បាក់ហ្នឹងអគ្គនេយ៍របស់យើងក៏បានយកខ្សែកហ្នឹងទៅបោះចោលហើយនៅពេលដែលពួកគេទាំងពីរនាក់រៀបចំបន្ទប់រួចរាល់ហើយម៉ូនិងអគ្គនេយ៍ក៏បបួលគ្នាទៅដាក់អាជាឡើងស្វឹងអ្នកទាំងអស់គ្នាហើយថែមទាំងកោយមតាទៀតអំឡុងពេលហ្នឹងពួកគេទាំងពីរនាក់ក៏បានទៅចុចកណ្ដឹងផ្ទះយមតាចុចយកហ្មងអ្នកទាំងអស់គ្នាដោយពួកគេយកលេសថាយកឆាត់មកសងឲ្យយមតាវិញហើយនៅពេលដែលយមតាបើកទ្វារមកម៉ូដែលជាមិត្តភ័ក្តិរបស់អគ្គនេយ៍ឃើញយមតាស្អាតពេកក៏បានរត់ទៅអោបដែលពេលនោះយមតារបស់យើងបាននិយាយថាបើនៅទៅអោបគេអញ្ចឹងទៀតគេនឹងហៅប៉ូលីសមកហើយអាស៊ីនឡៃហ្នឹងអបិយមតាមើលទៅខ្ជូតហ្មងអ្នកទាំងអស់គ្នាឡើងខ្ជូតអាស៊ីនឡៃហ្នឹងនិយាយទៅអែមអំឡុងពេលនោះអគ្គនេយ៍របស់យើងក៏បាននិយាយកាត់ពួកគេទាំងពីរនាក់ដែលថានាងមកនេះគឺមកក្នុងបំណងល្អទេដែលនាងគ្រាន់តែយកឆាត់មកឲ្យអបិយមតាទេហើយអគ្គនេយ៍របស់យើងក៏បានអរគុណយមតាដែលថានាងពិតជាអរគុណយមតាមែនតែនដែលតាំងពីពួកគេស្គាល់គ្នាមកយមតារបស់យើងតែងតែ take care នាងអ្នកទាំងអស់គ្នាដែលវាល្អជាងសង
សារចាស់របស់នាងហើយអាកណេរបស់យើងពិតជាអរគុណយ៉ាមដាខ្លាំងមែនទែនតែយ៉ាមដារបស់យើងក៏ដូចជាមានចិត្តស្រឡាញ់ទៅលើអាកណេដែរហើយយ៉ាមដារបស់យើងក៏បាននិយាយថាឲ្យអាកណេហ្នឹងពេលទៅដល់ផ្ទះវិញកុំឲ្យភ្លេចអនឡាញហ្គេមផងព្រោះរូរេហេម៉េនាងបារម្ភពីអាកណេតាមពិតខ្លួនឯងបារម្ភពីគេដែរសោះហ្នឹងតែអត់ហ៊ាននិយាយប្រាប់គេហ្នឹងហើយអ្នកទាំងអស់គ្នាឥឡូវរឿងយើងក៏បានដល់ទីបញ្ចប់ដែរនៅក្នុងអេពីសូត2នេះបើអ្នកទាំងអស់គ្នាចូលចិត្តកុំភ្លេចជួយចុច Subscribe និង Like ឲ្យ admin ម្នាក់មួយផងដើម្បីឲ្យ admin មានកម្លាំងចិត្តក្នុងការធ្វើវីដេអូបន្តទៀតគណៈពេលនេះ admin YP សូមអរគុណនិងសូមគោរពលាបាយបាយ